ធ្វើអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តព្រោះជីវិតយើងមានតែមួយប៉ុណ្ណោះដូច្នេះហើយឈប់ប្រៀបធៀបខ្លួនឯងនិងអ្នកដទៃក្នុងโลกយើងនេះមិនមានមេរៀនណាបង្រៀនយើងបានល្អដោយយើងបានជួបឆ្លងកាត់ដោយខ្លួនឯងផ្ទាល់បើយើងនៅគ្មានន័យគ្មានតម្លៃកុំបន្តនៅត្រូវហ៊ានចាកចេញពេលខ្លះយើងអាចជាក្របពេជ្រសម្រាប់អ្នកផ្សេងក៏ថាបានមានអ្វីល្អឥតខ្ចោះទេសូម្បីតែខ្មៅដៃក៏ត្រូវការជាប់លុបដែរមានតែពេលលំបាកទេទើបអាចស្គាល់ពីទឹកចិត្តមនុស្សនៅជុំវិញខ្លួនរបស់យើងកាន់តែច្បាស់ថ្ងៃនេះយើងសប្បាយថ្ងៃស្អែកយើងស្លាប់បាត់ក៏ថាបានត្រូវចេះស្រឡាញ់អ្វីដែលខ្លួនមានខ្ពង់ខ្ពស់បំផុតគឺគុណធម៌ល្អបំផុតគឺចរិតមានតម្លៃបំផុតគឺទង្វើល្អនិងថ្លៃថ្នូរបំផុតគឺកិត្តិយសត្រូវចាំឲ្យតែមានលុយទោះដើមម្នាក់ឯងក៏វាសុខផ្លូវកាយសប្បាយផ្លូវចិត្តដែរអ្នកណារាប់បានក៏រាប់អ្នកណារាប់មិនបានក៏តាមនឹងទៅព្រោះអីសម្ដីខ្ញុំមិនផ្អែមទេហើយក៏មិនចេះតាមត្រអ្នកណាដែរព្រោះមនុស្សខ្ញុំមិនចេះសម្ដែងចូលចិត្តនិយាយត្រង់មិនចេះបត់បែនច្រើនទេយើងមិនអាចគប់ចិត្តមនុស្សគ្រប់គ្នាបានទេជាពិសេសគឺមនុស្សដែលមើលមិនឃើញពីតម្លៃយើងជួបផ្ទាល់ទើបយល់មានតែភាពរឹងមាំទេទើបធ្វើឲ្យយើងដោះស្រាយគ្រប់រឿងបានឲ្យដឹងខ្លួនខ្លះផងបើអ្នកគិតថាជីវិតលំបាកអ្នកគិតត្រូវហើយគ្មានខុសទេអ្នកលំបាកហើយមុខអាក្រក់ទៀតដោយមិនអាចទិញសុខភាពបានទេខំប្រឹងថែសុខភាពផងចង់ឈ្នះចាញ់គ្នាធ្វើអីបើចុងក្រោយសូម្បីជីវិតក៏ត្រូវរលត់ដែរមានតែផលបុណ្យនិងអំពើល្អប៉ុណ្ណោះដែលអាចយកទៅបានអញ្ចឹងកុំលោភលន់ពេកទេវតាមានភ្នែកសាងអីបាននឹងកុំចោះចាញ់ដួលហើយត្រូវងើបមិនមែនមួយជីវិតនេះយើងបរាជ័យរហូតនោះទេចង់ធ្វើអ្វីធ្វើស្ងាត់ទៅព្រោះថាមនុស្សខ្លះមិនសាទរនឹងយើងទេបើអ្នកមិនខ្លាំងគេនឹងជន់រហូតដល់ងើបលែងរួចត្រូវដើរឲ្យដូចស្ដេចទោះបីគ្មានអ្នកណាបំពាក់គាត់ឲ្យយើងក៏ដោយព្រោះអំណាចពិតកើតចេញពីខាងក្នុងភ្លើងសាកបងមាសរីឯភាពជឿចាប់សាកបងអ្នកក្លាហានជីវិតត្រូវដើរទៅមុខរៀនឲ្យតម្លៃមនុស្សនៅជុំវិញខ្លួនយើងហើយក៏កុំបំពេញអ្នកដទៃខ្ញុំធ្លាប់ធ្លាក់ដកបាតជាច្រើនដងមកហើយក៏មិនដែលអស់សង្ឃឹមដងណាដែរកុំប្រឹងសម្ដែងពេកពើមចរិតណាស់កុហកគេបានកុហកខ្លួនឯងមិនបានទេកុំជាយាមកែប្រែខ្លួនឯងដើម្បីគេហើយក៏កុំឲ្យគេកែប្រែដើម្បីយើងដែររស់នៅរវល់តែខ្លាចទៅមុខមិនរួចទេត្រូវកាចត្រូវស្លូតចាប់ពីពេលនេះទៅលែងខ្វល់ទៀតហើយមិនល្អសម្រាប់អ្នកណាក៏តាមនឹងចោះសូមត្រឹមតែល្អសម្រាប់ខ្លួនឯងគឺគ្រប់គ្រាន់ហើយមានការតាំងចិត្តហើយមានក្តីស្រមៃរួចក៏កំពុងប្រឹងប្រែងបន្តបានត្រឹមណាក៏ពេញចិត្តយកត្រឹមនឹងអរគុណពេលវេលាដែលបានបង្រៀនខ្ញុំឲ្យកាន់តែរឹងមាំអ្នកឆ្កួតនិងអំនូតមានគូមិនសូវខ្លាំងអ្នកប្រាជ្ញមិនអ៊ូតពួកអ្នកចម្បាំងសម្បូរល្បិចច្រើនអ្នកអត់សូវចម្រើនចូលចិត្តបំផ្លាញម៉ែឪបើអ្នកជួបរឿងណាដែលអ្នកគ្រប់គ្រងមិនបានអ្នកគូតែត្រឡប់មកគ្រប់គ្រងខ្លួនឯងវិញ